សម្រាប់ថ្ងៃនេះខ្ញុំបានមកគោរពបូជានិងថ្វាយផ្លែឈើមានផ្កាឈូកមានទៀនធូបនៅព្រះអង្គដងកែដើម្បីលាពាក្យលាកនិងសូមអរគុណដល់ព្រះអង្គដងកែដែលបានប្រទានពរជ័យដល់បងស្រីរបស់ខ្ញុំដែលគាត់សម្រាលកូនដោយសុខសុវត្ថិភាពនិងបានកូនប្រុសគួរឲ្យស្រឡាញ់តែម្ដងសម្រាប់ពេលនេះទាំងម្ដាយនិងទាំងកូនគឺមានសុខភាពល្អហើយបានឆ្លងផុតដំណាក់កាលដ៏សំខាន់មួយនេះខ្ញុំក៏សូមបួងសួងឲ្យពួកគាត់ទាំងពីរជាមួយនឹងក្រុមគ្រួសាររបស់គាត់ទាំងអស់មានសុភមង្គលហើយទាំងម្ដាយទាំងកូនគឺមានសុខភាពល្អតែម្ដងបន្ទាប់ពីខ្ញុំបានថ្វាយបង្គំព្រះអង្គដងកែរួចខ្ញុំក៏បានសូមសេចក្តីសុខសេចក្តីចម្រើននិងសូមសុវត្ថិភាពជូនដល់ក្រុមគ្រួសាររបស់ខ្ញុំទាំងមូលតែម្ដងសូមឲ្យពួកយើងទាំងអស់គ្នាមានសុខភាពល្អមានសាមគ្គីភាពហើយសូមជួបតែរឿងល្អៗគ្រប់ពេលវេលាក្រោយពីខ្ញុំបានចំណាយពេលអុជធូបថ្វាយបង្គំដល់ព្រះអង្គដងកែហើយខ្ញុំក៏បានមកលំហែអារម្មណ៍មើលសត្វព្រាបនៅតាមមាត់ទន្លេស្រូបយកខ្យល់អាកាសបរិសុទ្ធនិងភាពស្ងប់ស្ងាត់ដែលធ្វើឲ្យយើងនឹងមានអារម្មណ៍ថាស្រស់ស្រាយមែនទែននិងពោពេញទៅដោយសេចក្តីសុខបងស្រីខ្ញុំធ្លាប់ប្រាប់ថាបើសិនជាយើងពិបាកចិត្តណាយើងមកនិយាយប្រាប់ព្រាបក៏ដូចជាមាត់ទន្លេដែរគឺធ្វើឲ្យយើងនឹងស្រស់ស្រាយហើយមានសេចក្តីសុខនៅក្នុងផ្លូវចិត្តរបស់យើង